បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងទីផ្សារមាសនៅដើមសប្តាហ៍នេះនៅពេលដែលបើកផ្សារមកយើងឃើញថាវាស្ថិតនៅក្នុងលក្ខខណ្ឌនៃការសាយវិញក៏ប៉ុន្តែបើយើងមើលទៅលើទំនោររបស់វាឬក៏ trend ហ្នឹងយើងឃើញថាវាហាក់ដូចជាតម្រង់ក្បាលប្រូចហ្នឹងឆ្ពោះមករកតម្លៃដែលអ្នកជំនាញបានព្យាករណ៍ថានឹងធ្លាក់ដល់$3,500ណាក៏ប៉ុន្តែសម្រាប់ទស្សនៈអ្នកវិភាគជាទូទៅគេបានលើកឡើងថាតម្លៃមាសសម្រាប់នៅក្នុងសប្តាហ៍នេះអាចស្ថិតនៅក្នុងរង្វង់នៃការជួញដូរនៅក្នុងចន្លោះ4250ទៅ4600នៅក្នុងមួយអោនចំពោះស្ថានភាពមាសដែលមានទំនោរចុះមកខាងក្រោមនេះមួយយ៉ាងគឺវារងសម្ពាធពីប្រាក់ដុល្លារព្រោះវិនិយោគិននឹងត្រូវការសាច់ប្រាក់ដុល្លារដើម្បីធ្វើការជួញដូរឬក៏ធ្វើការផ្ដោះប្ដូរពាណិជ្ជកម្មហើយមួយទៀតតម្លៃប្រេងនៅតែមានការកើនឡើងទេដែលទាំងពីរនេះវាកំពុងតែដាក់សម្ពាធទៅលើតម្លៃមាសឬក៏តម្លៃប្រាក់អញ្ចឹងសម្រាប់មាតិកាដែលខ្ញុំត្រូវលើកឡើងអំពីស្ថានភាពមាសស្ថិតនៅក្នុងលក្ខខណ្ឌនៃការស្ទាក់ស្ទើរនេះខ្ញុំមាន2ចំណុចសម្រាប់ជម្រាបជូនបងប្អូនទី1គឺនិយាយអំពីភាពកាត់កោរបស់មាសទៅតាមល្ខោននៅមជ្ឈិមបូព៌ាហើយនឹងចំណុចទី2នោះគឺនិយាយអំពីទស្សនមតិរបស់អ្នកវិភាគហើយនិងអ្នកចូលរួមទស្សន៍ទាយទៅលើតម្លៃមាសអញ្ចឹងយើងបែរមកមើលចំណុចទី1ពាក់ព័ន្ធជាមួយនឹងភាពកាត់កោឬក៏ភាពមិនជាក់លាក់របស់មាសហ្នឹងដែលវាប្រែប្រួលទៅតាមល្ខោននៅមជ្ឈិមបូព៌ាណាអញ្ចឹងបើយើងពិនិត្យមើលទៅលើកត្តាបច្ចេកទេសនៅក្នុងកត្តាបច្ចេកទេសឬក៏កត្តា technical នេះសម្រាប់ថ្ងៃច័ន្ទទី31ដើមសប្តាហ៍នេះយើងឃើញថាតម្លៃមាសហ្នឹងវាមានទំនោរក្នុងការធ្លាក់ចុះដែលការចុះមកសម្អាតតម្លៃនេះអាចមានពីរដំណាក់កាលទី1ហ្នឹងគឺនៅត្រង់តម្លៃ$4,376ហើយបើហួសពីនឹងមកទៀតគឺនៅត្រង់តម្លៃ$4,306ហើយអាចនឹងបន្តចុះមកឃ្លាតម្លៃបន្ទាប់មកទៀតនេះគឺតំបន់ sell side liquidity គឺតម្លៃ$3,883ប៉ុន្តែករណីបើវាចុះមកដល់នឹងមែនវានឹងបន្តមកទៀតហើយតម្លៃ$3,500ក្នុងមួយអោននេះគឺមិននៅឆ្ងាយគ្នាទេនេះចំពោះផ្សារដែលវាចុះមកសម្អាតតាមបែបបច្ចេកទេសក៏ប៉ុន្តែចំពោះបើវាឡើងវិញគឺបើវាឡើងវិញវាអាចនឹងមិនហួសតំបន់ hidden on the block នេះទេគឺតម្លៃ$4,645វាត្រូវគ្នានឹងអ្វីដែលអ្នកវិភាគនឹងប្រាប់ថាការជួញដូរសម្រាប់ថ្ងៃនេះឬក៏សប្តាហ៍នេះវានៅចន្លោះ$4,250ទៅ$4,600ហើយបើវាបុកដាច់លើសនឹងមែនវានឹងបន្តទៅទៀតដល់តម្លៃនឹងឡើងបន្តទៅទៀតមកដល់តម្លៃ$4,900ឬក៏តម្លៃ$5,000ក៏ប៉ុន្តែសម្រាប់ម៉ោងនៃកំពុងនិយាយនេះវាស្ថិតនៅក្នុងស្ថានភាពស្ទាក់ស្ទើរអញ្ចឹងភាពស្ទាក់ស្ទើរនេះវារងចាំកត្តាមួយទៀតហៅថាកត្តា fundamental សម្រាប់កត្តា fundamental នេះពីដំបូងយើងមើលទៅលើទិន្នន័យការងារសិនទៅអញ្ចឹងបើយើងកន្លែងមកមើលគេហទំព័រ Forex Factory សម្រាប់ថ្ងៃច័ន្ទទី31នេះយើងឃើញថាមានព័ត៌មានតាក់ទងទៅនឹងទិន្នន័យការងារឬក៏ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហ្នឹងដែលត្រូវចេញផ្សាយនៅម៉ោង9យប់នោះមានទិន្នន័យពីរសំខាន់ទី1តាក់ទងទៅនឹង job opening និយាយអំពីសមត្ថភាពបង្កើតការងាររបស់សហរដ្ឋអាមេរិកហើយនឹងទី2និយាយអំពី customer confidence អញ្ចឹងចំពោះទិន្នន័យទាំងពីរនេះប្រសិនបើវាចេញមកធំជាងការព្យាករណ៍ឬក៏ស្មើនឹងការព្យាករណ៍មានន័យថាវានឹងជំរុញឲ្យប្រាក់ដុល្លារខ្លាំងហើយទាញតម្លៃមាសនឹងធ្លាក់ចុះប៉ុន្តែប្រសិនបើវាទាបជាងការព្យាករណ៍ឬក៏ទាបជាងទិន្នន័យប្រភពដើមនឹងវាធ្វើឲ្យប្រាក់ដុល្លារខ្សោយហើយទាញតម្លៃមាសនឹងឲ្យកើនឡើងនេះជាកត្តាមួយដែលធ្វើឲ្យមាសនឹងស្ថិតនៅក្នុងស្ថានភាពនៃការស្ទាក់ស្ទើរឥឡូវយើងទៅមើលកត្តា fundamental មួយទៀតគឺពាក់ព័ន្ធជាមួយនឹងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាសម្រាប់ស្ថានភាពនៅមជ្ឈិមបូព៌ានេះវាស្ថិតនៅក្នុងលក្ខណៈស្រកហើយហើមហើយស្រកឬក៏ក្តៅហើយត្រជាក់ហើយក្តៅទេពេលប្រុសត្រាមហ្នឹងគាត់មានទម្លាប់ចរចាផងវាយផងគឺគាត់ធ្វើដំណើរគ្នាចលោឆ្វេងវាយស្ដាំអញ្ចឹងយើងនឹងធ្វើការប្រមូលផ្ដុំផ្សំបញ្ហាដែលកើតឡើងសម្រាប់វិភាសាទាំងអស់គ្នានៅថ្ងៃទី27ហ្នឹងត្រាំបានលើកឡើងថាគាត់អត់ត្រូវការច្រកសមុទ្រហោមុសទេពីព្រោះអាមេរិកហ្នឹងមានប្រេងច្រើនទៅហើយអត់ចាំបាច់អីទៅត្រូវការទេក៏ប៉ុន្តែមកដល់ឥឡូវគាត់ថាគាត់ចង់បានប្រេងរបស់អ៊ីរ៉ង់ព្រមទាំងបានបញ្ជូនទ័ពដល់ទៅ2កងពលមកកងពលវា2500អញ្ចឹង2កងពលមានន័យថា5000នាក់សម្រាប់បើកការវាយលុកជើងកោកទៅលើអ៊ីរ៉ង់ហើយគណៈអ៊ីស្រាអែលវិញនៅតែចិញ្ជ្រុំទម្លាក់គ្រាប់
ពីដែនអាកាសទៅលើអ៊ីរ៉ង់នៅឡើយទេហើយអ៊ីរ៉ង់វិញក៏ធ្វើការឆ្លើយតបបាញ់មីស៊ីលតម្រង់ទៅអ៊ីស្រាអែលដែរបណ្ដាប្រទេសផ្សេងៗទៀតនៅឈូងសមុទ្រពាក់ហ្នឹងក៏រងគ្រោះដូចគ្នាដែរដោយសារអ៊ីរ៉ង់បានកំណត់យកជាទីតាំងវាយប្រហារពីព្រោះទីកន្លែងហ្នឹងតែងផ្ដល់ឲ្យសហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពសម្រាប់បើកការវាយប្រហារមកលើអ៊ីរ៉ង់ហើយបន្តមកទៀតត្រាំក៏បានបញ្ជាក់ផងដែរថាលោកមិនអនុញ្ញាតឲ្យរដ្ឋដែលគ្រប់គ្រងភេរវកដ៏ចម្បងលើពិភពលោកហ្នឹងមានអាវុធនុយក្លេអ៊ែរនោះទេសម្ដីនេះវាធ្វើឲ្យមានភាពពំតណោតខ្លួនឯងដែរពេលព្រោះទោះបីត្រាំគាត់បង្ហាញពីផែនការចរចាក៏ដោយដាក់អសានវាតមាន5ថ្ងៃមាន10ថ្ងៃអញ្ចឹងទៅក៏ប៉ុន្តែអាការវាយប្រហារជាចន្លោះហ្នឹងវានៅតែមានដូច្នេះវាធ្វើឲ្យអ៊ីរ៉ង់នឹងអត់ទុកចិត្តហើយនៅតែបិទច្រកសមុទ្រដែលជាហេតុមួយទាញពិភពលោកទាំងមូលនឹងរងគ្រោះជាមួយដែរហើយសូមកុំភ្លេចថាអ៊ីរ៉ង់នេះមានកូនចៅមកសម្បុកទៀតដែលប្រកបព្យុះភ្លៀងនៅច្រកសមុទ្រអាល់មែនដាប់ហើយច្រកសមុទ្រនេះវាភ្ជាប់ឧបទ្វីបអារ៉ាប់ទៅនឹងតំបន់អាហ្វ្រិកដែលឆ្លងកាត់តាមព្រែក GCA ហ្នឹងហើយប្រសិនបើកូនចៅអ៊ីរ៉ង់នឹងបិទច្រកសមុទ្រនឹងមួយទៀតបញ្ហាវាកាន់តែពុះគឺជ្រៅពិភពលោកប្រឈមកាន់តែខ្លាំងមួយទៀតកាលពីសប្តាហ៍មុនមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសមហាឧស្សាហកម្មទាំង7ដែលយើងហៅកាត់ថា J7 នៅទីក្រុងប៉ារីសហ្នឹងហើយកិច្ចប្រជុំហ្នឹងមាននិយាយអំពីបញ្ហាសង្គ្រាមជាមួយអ៊ីរ៉ង់ហើយក៏និយាយអំពីភាពជាប់គាំងរាំងស្ទះចំនួននាវាដល់ទៅ300គ្រឿងនៅច្រកសមុទ្រហូម៉ូសហ្នឹងក្នុងនោះរដ្ឋមន្ត្រីការបរទេសទាំង7ហ្នឹងក៏លើកឡើងពីផលកេងចំណេញរបស់រុស្ស៊ីហើយតាក់ទងទៅនឹងធម៌ពលរបស់ពិភពលោកព្រមទាំងបញ្ហាសេដ្ឋកិច្ចរបស់ពិភពលោកហើយពាក់ព័ន្ធជាមួយនឹងសង្គ្រាមអ៊ីរ៉ង់ព្រមទាំងបញ្ហាសេដ្ឋកិច្ចរបស់ពិភពលោកហ្នឹងរដ្ឋមន្ត្រីការបរទេសអាមេរិកគាត់បាននិយាយថាសង្គ្រាមនឹងបញ្ចប់នៅក្នុងសប្តាហ៍នេះវាអាចដល់1ខែទេក៏ប៉ុន្តែសំណួរសួរថាតើការបញ្ចប់នឹងបញ្ចប់ដោយការទូតឬក៏បញ្ចប់ដោយចុងកណ្ដុងពីព្រោះបើយើងពិនិត្យមើលទៅលើទង្វើអ៊ីស្រាអែលគឺពោពេញដោយការបំផ្លាញធ្វើយ៉ាងណាឲ្យសមត្ថភាពអ៊ីរ៉ង់នឹងចុះខ្សោយខ្លាំងហើយអ៊ីរ៉ង់វិញពោពេញដោយកំហឹងនិងគំនុំពីព្រោះការខាតបង់ច្រើនរួមទាំងថ្នាក់ដឹកនាំកម្ពុជាហើយបញ្ហាសេដ្ឋកិច្ចការខាតបង់ទៅលើហេដ្ឋារចនាសម្ព័ន្ធនឹងច្រើនមែនទែនដែលប្រទេសមួយទោះបីតែមានការចរចាក៏ដោយក៏មានកិច្ចកលមានជើងព្រួលមានការឆ្លើយតបដាក់គ្នាទៅវិញទៅមកហើយពាក់ព័ន្ធជាមួយនឹងចំនួននៅមជ្ឈមបូព៌ានេះដែលបង្កទៅជាវិបត្តិធម្មពលនឹងប្រទេសអាស៊ីកាន់តែច្រើនចាប់ផ្ដើមតម្រង់ជួរគ្នាទិញប្រេងរុស្ស៊ីហើយនេះជាលទ្ធផលមួយដែលរុស្ស៊ីទទួលបានផលចំណេញដែលខ្ញុំថារុស្ស៊ីយកជើងរាទឹកនៅតំបន់មជ្ឈមបូព៌ាណាពីព្រោះទី1បំបីកម្លាំងទី2ដើម្បីខ្លួនឯងមានឱកាសលក់ធម្មពលបន្ថែមហើយនិងទី3ដើម្បីលួចជ្រៀតចូលធ្វើសកម្មភាពនៅក្នុងតំបន់មជ្ឈមបូព៌ានឹងតាមរយៈផ្ដល់បច្ចេកទេសផ្ដល់សមត្ថភាពយោធាជាដើមក៏ប៉ុន្តែអ្នកជំនាញបាននិយាយដែរថារុស្ស៊ីទំនងជាមិនមានលទ្ធភាពផ្គត់ផ្គង់តាមតម្រូវការរបស់ប្រទេសដែលស្នើទិញនោះទេពីព្រោះរោងចក្រហើយនឹងនាវាដឹកប្រេងរុស្ស៊ីនឹងវាคล้ายជាផ្ទាំងស៊ីបរបស់អ៊ុយក្រែនក្រៅតែពីចំណុចដែលបានលើកឡើងនេះក៏មានបញ្ហាចាក់ស្រេះជាច្រើនទៀតដែលពិភពលោកត្រូវជួបប្រទះច្រើនដូចជាបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិកបញ្ហាសង្គ្រាមពាណិជ្ជកម្មបញ្ហាអត្រានៃអត់ការងារធ្វើបញ្ហាអតិផរណាបញ្ហាសេដ្ឋកិច្ចដូចថ្មីនេះអាមេរិកកំពុងតែរងស្ថានភាពធ្វើបាតកម្មពីប្រជាពលរដ្ឋដល់ទៅ8លាននាក់ដោយសារតាក់ទងទៅនឹងវិបត្តិធម្មពលនឹងវាឡើងថ្លៃប្រេងនៅសហរដ្ឋអាមេរិកនឹងគឺចាប់ផ្ដើមឡើងថ្លៃកត្តាដល់ចាក់ស្រេះនិងភាពស្មុគស្មាញទាំងក្នុងសហរដ្ឋអាមេរិកទាំងតំបន់ក៏ដូចជាពិភពលោកបែបនេះហើយទៅយើងឃើញថាសេដ្ឋវិទូប្រចាំនៅ World Bank នឹងបានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចរបស់ពិភពលោកហើយមួយទៀតបើយើងមើលទៅលើ Fed Watch ធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនមានសញ្ញាណាកាត់បន្ថយអត្រាការប្រាក់ទេផ្ទុយទៅវិញយើងឃើញមានសញ្ញាកើនឡើងនៃការបង្កើនអត្រាការប្រាក់ទៅវិញទាំងនេះមកពីបញ្ហាអតិផរណាដែលបង្កឡើងពីសង្គ្រាមនៅមជ្ឈមបូព៌ាលេចទៅជាវិបត្តិធម្មពលនិងព្រមទាំងធ្វើឲ្យអតិផរណាហក់ឡើងនេះជាចំណុចទី1ពាក់ព័ន្ធជាមួយនឹងភាពកាត់កោរបស់មាសទៅតាមល្ខោននៅមជ្ឈមបូព៌ានឹងមកដល់ចំណុចទី2យើងនិយាយអំពីទស្សនមតិរបស់អ្នកវិភាគហើយនិងអ្នកចូលរួមទស្សន៍ទាយទៅលើតម្លៃមាសអញ្ចឹងបងប្អូនអាចចូលទៅមើលគេហទំព័រនៅក្នុង Kitco បានដែលមានការលើកឡើងអំពីទស្សនៈអ្នកវិភាគហើយនិងអ្នកចូលរួមអញ្ចឹងសម្រាប់អ្នកវិភាគវិញអ្នកជំនាញមាន16នាក់ក្នុងនោះមានអ្នកជំនាញ8នាក់ដែលស្មើនឹង 50% រំពឹងថាតម្លៃមាសនៅសប្តាហ៍នេះ
នឹងកើនឡើងខ្ពស់ឯអ្នកជំនាញ3នាក់ទៀតដែលស្មើនឹង 19% គេបានព្យាករណ៍ថាមាសនឹងតម្លៃមាសនឹងធ្លាក់ចុះខណៈដែលអ្នកវិភាគចំនួន5នាក់ទៀតឬក៏ស្មើនឹង 31% គេបានទស្សន៍ទាយថាតម្លៃមាសនឹងស្ថិតនៅក្នុងលក្ខខណ្ឌនៃការសាយវេមានន័យថាទៅហើយមកហើយទៅវាស្ថិតនៅក្នុងស្ថានភាពត្រាំត្រីនេះទាក់ទងទៅនឹងការព្យាករណ៍របស់អ្នកជំនាញដែលមានចំនួន16នាក់ចំពោះអ្នកដែលចូលរួមទស្សន៍ទាយវិញគឺអ្នកដែលជួញដូរមាសជាអតិថិជននឹងគាត់ចូលរួមទស្សន៍ទាយមានការបោះឆ្នោតចំនួនដល់ទៅ263សម្លេងត្រូវបានបោះឆ្នោតក្នុងការស្ទង់មតិនៅតាមអ៊ីនធឺណិតរបស់ Kitco ក្នុងនោះអ្នកជួញដូរលក់រាយចំនួន139នាក់ដែលស្មើនឹង 53% នឹងរំពឹងថាតម្លៃមាសនឹងកើនឡើងសម្រាប់សប្តាហ៍នេះចំណែកឯ60នាក់ទៀតដែលស្មើនឹង 23% បានទស្សន៍ទាយថាតម្លៃមាសនឹងធ្លាក់ចុះខណៈដែលនៅសល់64នាក់ទៀតដែលស្មើនឹង 24% នឹងគេរំពឹងថាមាសវាស្ថិតនៅក្នុងលក្ខណៈនៃការសាយវេអញ្ចឹងក្រោយពីបងប្អូនដឹងទៅលើការទស្សន៍ទាយរបស់អ្នកជំនាញក៏ដូចជាអ្នកចូលរួមហើយយើងតោងយកទៅមើលជាមួយនឹងអ្វីដែលអ្នកវិភាគមួយចំនួនទៀតដែលគាត់ធ្វើការវិភាគជាកញ្ចប់ទៅលើតម្លៃមាសសម្រាប់សប្តាហ៍នេះគឺវាស្ថិតនៅក្នុងចន្លោះជួញដូរក្នុងរង្វង់4250ទៅ4600នេះសម្រាប់បងប្អូនដែលជួញដូរនៅក្នុងប្រព័ន្ធចំណែកឯបងប្អូនដែលធ្វើការសន្សំវិញគឺតម្លៃមាសនៅតែអាចទិញសន្សំបានទេពីព្រោះតម្លៃហ្នឹងវាសមរម្យក្នុងការទិញសន្សំឯចំពោះបងប្អូនអ្នកវិនិយោគវិញតតែរងចាំបន្តិចទៀតជាមួយស្ថានភាពហើយចំណែកបងប្អូនដែលជាប់តម្លៃមាសដែលទិញហើយជាប់តម្លៃមាសជៀសវាងការខាតបង់សូមបងប្អូនកុំលក់ទុកវាសិនពីព្រោះដំណើររបស់មាសអ្វីត្បិតតែវាចុះមកក៏ប៉ុណ្្នឹងមែនឬក៏វាចុះទៅបន្ថែមទៀតក៏ដោយចុះវាគង់តែនឹងឡើងមកវិញទេព្រោះយើងផ្អែកទៅលើតម្រូវការឧស្សាហកម្មតម្រូវការរបស់ធនាគារកណ្ដាលតម្រូវការខាងវិស័យគ្រឿងអលង្ការហើយនឹងតម្រូវការផ្នែកជួញដូរអញ្ចឹងកត្តាទាំងអស់នេះវានៅចាំគាំពៀចាំជំរុញចាំទាញតម្លៃមាសនឹងឲ្យងើបឡើងគ្រាន់តែក្នុងវេលានេះតម្លៃប្រេងវិបត្តិធម្មពលនឹងវាដឹកមុខខ្លាំងហើយវិនិយោគិនមួយនឹងត្រូវការប្រាក់ដុល្លារដើម្បីយកទៅផ្ដោះប្ដូរពាណិជ្ជកម្មក៏ដូចជាធ្វើការជួញដូរអញ្ចឹងបានជាកម្លាំងប្រេងនិងកម្លាំងដុល្លារនឹងវាខ្លាំងហើយវាទាញតម្លៃមាសឬក៏តម្លៃប្រាក់នឹងឲ្យធ្លាក់ចុះក៏ប៉ុន្តែដល់ដំណើរណាមួយនោះនៅពេលដែលអតិផរណាប៉ោងឡើងខ្លាំងតម្លៃលុយធ្លាក់ចុះអញ្ចឹងតម្លៃមាសនឹងត្រូវគេយកមកជំនួសដើម្បីធ្វើយ៉ាងណារក្សាតម្លៃលុយរបស់គេនោះដែលវារងគ្រោះពីអតិផរណាហ្នឹងគឺគេនឹងជ្រើសរើសយកមាសហ្នឹងធ្វើជាទុនបំរុងកុំឲ្យតម្លៃហ្នឹងវាធ្លាក់បន្ថែមទៅទៀតអញ្ចឹងចង់បញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលាហើយសូមគោរពជូនពរបងប្អូនទាំងអ្នកសន្សំមាសក៏ដូចជាអ្នកវិនិយោគមាសសូមបានជោគជ័យបានផលចំណេញគ្រប់គ្នា